បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាននាំយកមុខម្ហូបមួយមុខទៀតមកបង្ហាញហើយមុខម្ហូបនេះគឺវាអត់មានពិបាកអីច្រើនទេគឺក្រាក់ទាកាប៉ាហ្នឹងអត់មានពិបាកអីរកគ្រឿងទេគ្រឿងនៅគៀនផ្ទះយើងនឹងណាបងប្អូននេះគឺជាគ្រឿងដែលយើងត្រូវដាក់ណាបងប្អូនណាមានដូចជាអំបិលខ្ចីខ្ទឹមសម្ទេសក្រហមគេដាក់យោពោនិងម្ទេសសវាជាបន្លែព្រមទាំងជាមួយនឹងត្រប់ស្រួយហើយនេះគឺជាគ្រឿងដែលយើងរំលឹងមានប្រហុកមានស្លឹកក្រូចស្លឹកគ្រៃម្ទេសដៃនាងម្ដេងហើយនឹងលមៀតបន្តិចទៅនេះគឺជាសាច់ទាវាយើងក្រាក់សាច់ទាអត់ដាក់សាច់ទាអត់ហៅថាក្រាក់ទាទេបន្ទាប់ពីយើងដាក់ឆ្នាំងនឹងភ្លើងឲ្យក្តៅហើយយើងដាក់ប្រេងឆារបស់យើងដាក់ឲ្យក្តៅហើយយើងដាក់គល់ក្រៃស្លឹកក្រូចខ្ទឹមសម្ទេសដៃនាងហ្នឹងយើងរំលឹងវាឲ្យវាឡើងជាតិឡើងក្រហមហើយមានក្លិនឈ្ងុយហើយនៅក្នុងនោះដែរបងប្អូនកុំភ្លេចប្រហុករបស់យើងហ្នឹងគឺយើងត្រូវដាក់រំលឹងជាមួយនឹងគ្រឿងរបស់យើងផងដែរហើយមុខម្ហូបនេះក៏ពិសេសផងដែរត្រូវជាមួយនឹងប្រហុកគឺយើងត្រូវដាក់ប្រហុកអញ្ចឹងឲ្យវាមានរសជាតិឈ្ងុយយើងរំលឹងគ្រឿងឲ្យឡើងក្រហមឈ្ងុយឈ្ងប់ហើយយើងទៅរំលឹងសាច់ជំទារបស់យើងនេះជាមួយនឹងគ្រឿងដែរហើយពុកម៉ែបងប្អូនខ្លះរំលឹងគ្រឿងហើយដាក់ទឹកហើយរំលឹងជាមួយនឹងសាច់ទាក៏បានក៏ប៉ុន្តែសម្រាប់ខ្ញុំវិញបច្ចេកទេសរបស់ខ្ញុំគឺខ្ញុំត្រូវរំលឹងសាច់ទានេះគឺជាមួយនឹងគ្រឿងដើម្បីឲ្យវាឡើងក្រហមសាច់មានរសជាតិឈ្ងុយកប់ជាមួយនឹងគ្រឿងសម្រាប់រសជាតិវិញហ្នឹងគឺយើងអត់ភ្លេចទេដុំខ្នុរយើងដុំខ្នុរដាក់ម្ដុំទៅនេះគឺជាម្សៅស៊ុបព្រមទាំងនឹងប៊ីចេងស្ករសបន្តិចនេះគឺជាគ្រឿងខ្ញុំដាក់ប៉ុណ្ណឹងទៅបងប្អូនហើយរូបមន្តពិសេសរបស់ក្រាក់ទាហ្នឹងគឺវាមានរសជាតិប្រៃជូរហែងហើយនេះគឺជារូបមន្តពិសេសណាបងប្អូនបើមិនជាយើងស្លសាបពេកក៏វាអត់សូវឆ្ងាញ់ដែរក៏ប៉ុន្តែប្រៃពេកក៏អត់ឆ្ងាញ់ដែរអ្វីដែលបងប្អូនសំខាន់គឺបងប្អូនត្រូវដាក់តាមដែលបងប្អូនចំណង់ចំណូលចិត្តរៀងខ្លួនណាក្រោយពេលយើងរំងាស់នឹងវាសន្ទុះក្រោយមកនឹងសាច់ទានឹងគឺវាចាប់ដើមផុយហើយទឹករបស់វានឹងគឺវាចេញច្រើនដែរហើយបងប្អូនត្រូវថែមទឹកបន្តិចក៏បានអត់ក៏បានដែរព្រោះក្រាក់ទានេះគឺយើងអត់ត្រូវការប្រើទឹកច្រើនទេគឺយើងទឹកចេញពីទានឹងគឺវាហើយស្រេចយើងដាក់បន្លែដែលយើងបានត្រៀមទុកនឹងមកដាក់មកសន្ទុះក្រោយមកនឹងឲ្យវានឹងផុយបន្លែតិចហ្នឹងហើយជាសាច់បងប្អូនណាសួរបងប្អូនវិញជាតិអត់បងប្អូនណាបងប្អូនអាចទៅធ្វើនៅផ្ទះក៏បានដែរតែឆ្ងាញ់ចាំប្រាប់ខ្ញុំផងបងប្អូនអរគុណ